ជំរាបសួរក៏ដូចជាសួស្តីប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទគឺជាក្រុមការងារមកពីរំដួល Empire ថ្ងៃនេះដែរខ្ញុំលើកសាច់រឿងខ្មោចមួយយកមកនិយាយដែលបានចែកម្លែកពីបងប្អូនម្នាក់ឈ្មោះថាបញ្ញាដែលរឿងហ្នឹងក៏វាបានកើតឡើងតាំងពី3ឆ្នាំមុនជាពេលដែលបញ្ញាក៏រៀនថ្នាក់ទី9ហើយវាបានកើតឡើងនៅក្នុងភូមិរបស់គាត់ផ្ទាល់ហើយក៏ធ្វើឲ្យសមាជិកក្រុមគ្រួសាររបស់គាត់ម្នាក់បានស្លាប់ផងដែរចង់ដឹងថាមូលហេតុអីមកគ្រួសារគាត់ស្លាប់ហើយមានរឿងអីពាក់ព័ន្ធនៅក្នុងរឿងហ្នឹងតើយើងនឹងស្ដាប់ទាំងអស់គ្នាបញ្ញាគឺជាក្មេងម្នាក់នៅក្នុងភូមិដែលរស់នៅជាមួយនឹងតាយាយនៅឯជនបទគ្រួសាររបស់បញ្ញាផ្ទាល់ហ្នឹងគឺអត់សូវមានជីវភាពទុះធាម៉ានេះគឺបានតែមកគ្រប់គ្រាន់សិក្សារបស់ពួកគាត់ចឹងណាហើយនឹងការហូបចុកប្រចាំថ្ងៃហើយមានថ្ងៃមួយនេះគឺអ្នកភូមិម្នាក់បានស្លាប់ហើយតាំងពីថ្ងៃដែលគាត់ស្លាប់ហ្នឹងគឺចាប់ផ្ដើមមានរឿងចម្លែកកើតឡើងហើយបើតាមរយៈបញ្ញាក៏លើពីចាចានិយាយហ្នឹងក៏ថាអ្នកភូមិដែលបានស្លាប់ហ្នឹងគឺមានឈ្មោះថាអ៊ំណាក់ដល់ដើមហេតុនៃការស្លាប់ហ្នឹងគឺគាត់បានពាក់ព័ន្ធនឹងដើមអំពិលមួយនៅក្រោយផ្ទះរបស់គាត់ហើយមុនថ្ងៃដែលគាត់ស្លាប់ហ្នឹងគឺគាត់តែចូលស្មៅនៅក្រោយផ្ទះដូចរដងចឹងតែដោយសារគាត់អត់ប្រយ័ត្នគាត់បានកាប់ប៉ាចំគោលដើមអំពិលដោយសារដើមអំពិលហ្នឹងគឺវាស្មើ3អោបរបស់មនុស្សចាស់ហើយក្រោយពេលដែលគាត់កាប់ចំដើមអំពិលហ្នឹងក៏វាអត់មាននឹងអីកើតឡើងដែរដល់ពេលយប់ឡើងប្រពន្ធរបស់អ៊ំណាក់ហ្នឹងមានឈ្មោះថាមីងដាគាត់បានយកសពឃើញកន្លោះឲ្យកំមុំមកគូទៅនឹងជាប្តីប្រពន្ធនឹងគ្នាមកវាយកសពគាត់អីចឹងណាយកសពហ្នឹងគាត់បានឃើញអាប្តីប្រពន្ធពីរនាក់ហ្នឹងមានមុខមាត់របៀបថាគួរឲ្យខ្លាចស្បែកក៏អលែលួយទៅហើយដៃជើងទៅក៏វាថាទៅដាច់អីចឹងណាហើយមកស្រ័យក៏ហូបដាក់គាត់ថាប្តីរបស់គាត់ហ្នឹងបានកាប់ដាច់ជើងកូនរបស់គេរបៀបថាស្រ័យខ្លាំងណាស់គេប្តីមីងឯងហ្នឹងកាប់ដាច់ជើងកូនខ្ញុំស្រ័យរបៀបចឹងណាហើយពីអ្នកប្តីប្រពន្ធហ្នឹងក៏បានតទៀតថាបើសិនជាអត់យកសនាមសានឲ្យកូនគេទេគេនឹងកាច់ប្តីមីងដាតងាប់ហើយពេលព្រឹកឡើងហ្នឹងមីងដាក៏គាត់បានទៅហៅគ្រូទីអីចឹងឲ្យជួយមើលជួយគុណគូផងថាមិនចឹងទៅយកសពហ្នឹងមិនបានទៅជាចឹងមិនក៏យកសពឃើញចឹងអីចឹងទៅមានអារម្មណ៍ថាវាប្លែកហើយពេលទៅមើលហើយហ្នឹងលោកគ្រូក៏បាននិយាយថាឥឡូវធ្វើតាមគេទៅគេចង់បានអីសារនឹងឲ្យគេទៅដោយសារតែយើងពៀនគេហើយយើងកាប់ដាច់ដៃកូនគេទៀតឥឡូវគេខឹងខ្លាំងហើយដល់តែវិញរៀបចំសំណើសារឲ្យគេចោះហើយបន្ទាប់ពីនិយាយហ្នឹងហើយមីងដាក៏បានទៅផ្ទះវិញហើយយករឿងហ្នឹងទៅប្រាប់ប្តីរបស់គាត់ចឹងណាទាំងយកសពយំមិញអីប៉ុណ្ណឹងប៉ុន្តែអ៊ំណាក់គាត់ឮហើយរបៀបគាត់ពេបមាត់ដោយសារតែគាត់គឺជាមនុស្សម្នាក់ដែលថាដូចចောက်ខ្សែស្រឡាយចិនអីចឹងទៅចឹងអារឿងមកពេជំនឿអីប៉ុណ្ណឹងគាត់អត់ជឿទេហើយគាត់ប្រាប់ប្រពន្ធគាត់វិញថាអើយមិនបាច់ទៅសែនទេលើលោកនឹងវាគ្មានខ្មោចស្អីណាទេឯងមិនបាច់ទៅជឿទេហើយមិនបាច់ទៅសែនទេជឿខ្ញុំលើតែធ្វើមហោធ្វើអីមិនបាច់គិតរឿងហ្នឹងឯងទៅជឿរឿងស្អីអារឿងអស់ហ្នឹងបានប្រយោជន៍ស្អីគិតតែធ្វើមហោបតនកូនមកពីរៀនណាបានហើយមីងដាក៏គាត់បានដើរចេញទៅធ្វើមហោប៉ុន្តែគាត់នៅព្រួយនៅបារម្ភពីប្តីរបស់គាត់នឹងទៅដោយសារតែគាត់ជឿលើពុទ្ធសាសនាអញ្ចឹងទៅរឿងដែលតាក់ទងនឹងអបិយជំនឿគឺគាត់ជឿថាមានពិតមែនហើយដល់កន្លងចូលថ្ងៃបន្ទាប់មកគាត់ឃើញអ៊ំណាក់ហ្នឹងរបៀបថាគាត់វិលមុខក៏ទៅស្រួលខ្លួនក៏បានដួលផ្ងាទៅក្រោយទៅហើយដោយសារគាត់ឃើញអត់សូវស្រួលអញ្ចឹងទៅគាត់ទៅរន់ហៅប្តីរបស់គាត់ផងអីផងអញ្ចឹងទៅប៉ុន្តែអ៊ំណាក់ហ្នឹងគាត់របៀបថាគាត់បាត់បត់ឈឹងយំដល់គាត់នឹងភ័យខ្លាំងអញ្ចឹងទៅគាត់ហៅអ្នកភូមិមកជួយយកប្តីគាត់ទៅពេទ្យផងដាក់តាមឡានពេទ្យប៉ុន្តែអកុសលអីអ៊ំណាក់គាត់បានស្លាប់តាមផ្លូវបាត់ហើយសាកសពអ៊ំណាក់ហ្នឹងក៏ត្រូវបានឡានពេទ្យដឹកយកមកផ្ទះវិញហើយប្រពន្ធរបស់គាត់វិញគឺយំខ្លាំងមែនតើដោយសារតែស្ដាយតែខ្លួនឯងស្ដាប់ប្តីខ្លាំងពេកអត់ព្រមយកសនាហ្នឹងយកទៅសែនតាមដូចសពតែគេប្រាប់ហើយក៏បានអង្គុយយំសោកស្ដាយអីចឹងទៅហើយអ្នកភូមិក៏ចាប់ផ្ដើមរៀបចំពិធីបុណ្យដើម្បីធ្វើបុណ្យឲ្យអ៊ំណាក់ហើយពេលយប់ឡើងហ្នឹងអ្នកចិត្តខាងដែលរស់នៅជាប់ផ្ទះអ៊ំណាក់ហ្នឹងបាននិយាយថាអ៊ំណាក់ក៏បានមកលេងមកយកសពអីចឹងទៅមកគួរទ្វាមកអីចឹងទៅហើយមកប្រាប់ថាឲ្យជួយមើលថែប្រពន្ធគាត់ផងរបៀបដូចថាចេះមកដល់គួរទ្វាអ្នកបងជួយមើលថែប្រពន្ធកូនខ្ញុំផងខ្ញុំទៅហើយខ្ញុំអត់បានមើលថែប្រពន្ធគាត់ទេពេលនិយាយចឹងហើយក៏ក្បាត់ទៅវិញដែលដឹងហ្នឹងអ្នកភូមិក៏ចាប់ផ្ដើមរៀបចំពិធីមួយដោយយកខ្សែសីមាហ៊ុំព័ទ្ធជុំវិញដើមអំពិលហ្នឹងហើយពេលល្ងាចហ្នឹងក៏មានមីងម្នាក់គាត់បានជិះកង់ទៅផ្សារទៅទិញម្ហូបអីចឹងទៅហើយអ្នកភូមិក៏មើលស្គាល់ថាជាមីងសែងហើយសារតែពេលគាត់ពងជិះកង់ហ្នឹងគាត់ឃើញអ៊ំណាក់ហ្មងឃើញអ៊ំណាក់ក៏ដើរលើផ្លូវពីជើងទឹកត្បូងហើយក៏បានដើរចូលផ្ទះវិញហើយពេលគាត់ឃើញខ្មោចអ៊ំណាក់ដើរមកសសចឹងទៅគាត់គាំងនៅមកកន្លែងមកដល់គេបានផ្លេគាត់ប្រមូលស្មារតីមកវិញចឹងទៅគាត់រត់ចូលទៅផ្ទះអ្នកភូមិនៅក្បែរនឹងឡងលឿនហ្មងហើយគាត់ស្អីគេជួយថាជួយផងខ្មោចអ៊ំណាក់លងហើយពេលដែលគេឃើញអាការរបស់មីងសែងចឹងទៅគេក៏បានប្រជុំគ្នាថាឥឡូវអ៊ំណាក់គាត់ចេញលងហើយចឹងទៅរកអាចារ្យមួយហ្មងហើយអាចារ្យនៅក្នុងភូមិនោះឈ្មោះតាហួរពេលនិយាយហើយក៏បាននាំមីងសែងទៅឲ្យតាហួរគាត់ស្រោចទឹកឲ្យបានធូរស្រាលខ្លះហើយពេលព្រឹកឡើងហ្នឹងអ្នកភូមិនឹងគ្រួសារបងអំណាក៏បានសែងសពអំណាយកទៅកប់នៅក្រោយវត្តតាមជំនឿរបស់ចិនដោយសារតែអំណានឹងគាត់ចាប់ខ្សែស្រឡាយចិនហើយពេលដែលកំពុងបញ្ចុះហ្នឹងក៏មានរឿងអីកើតឡើងដែរតតែយប់ឡើងបានអំណាគាត់ទៅលេងតាហួរ
ដោយអំណាចនឹងគាត់បានមកអង្គុយយំហើយប្រាប់តាហួរថាឲ្យជួយមើលថែប្រពន្ធគាត់ផងព្រោះគាត់ស្លាប់ហើយពេលហ្នឹងតាហួរក៏បានយកព្រមតាមសំណើបងអំណាចហ្នឹងទៅដល់ហេតុគាត់ខ្លាចអំណាចហ្នឹងនៅវិលអត់បានទៅចាប់ជាតិហើយនៅលេងអ្នកភូមិហើយក្រោយពីអំណាចក៏បានស្លាប់បាត់ទៅអ្នកភូមិក៏ចាប់ផ្ដើមស្រែកខ្សែសីមានឹងចេញពីដើមអំពិលនឹងវិញទៅតាមតាហួរគាត់ប្រាប់ហើយតាហួរបានប្រាប់អ្នកភូមិថាគេមិននៅនឹងយូរហើយចឹងកុំទៅខានគេអីប្រយ័ត្នឲ្យបានសុខទាំងអស់គ្នាព្រោះថានេះមិនមែនខ្មោចធម្មតាទេវាគឺជាព្រាយដើមអំពិលហើយពេលអំណាចក៏ស្លាប់នឹងហើយបានមករយៈក្រោយមកអ្នកភូមិក៏ចាប់ផ្ដើមស្លាប់តគ្នារហូតដល់មានមូលហេតុហ្មងពេលចឹងទៅធ្វើឲ្យអ្នកភូមិភ័យហ្មងថាមិននៅសុកមានមនុស្សស្លាប់តគ្នាដល់មានមូលហេតុចឹងទៅយល់ឡើងបានអ្នកភូមិពីខាងជើងរហូតដល់ខាងត្បូងហ្នឹងបានធ្វើពិធីដេញព្រាយកលាភ្លើងដោយពិធីហ្នឹងត្បូងដូចជាគេយកចំបាងហើយក៏អស់យកមកដុតធ្វើជាដាតភ្លើងនៅមុខផ្ទះហើយបន្ទាប់មកក៏យកធុងហើយក៏ឆ្នាំងយកមកគួរដើម្បីដេញឧបធប់ចងាយចេញពីភូមិអញ្ចឹងទៅខ្ញុំមិនសូវដឹងច្បាស់បានដែរចឹងបើសិនជានិយាយទៅវាតខុសអីចឹងទៅសូមអធិស្ឋានផងហើយពេលហ្នឹងម្ចាស់សាច់រឿងរបស់យើងឈ្មោះថាបញ្ញាហ្នឹងក៏បានប្រាប់ខ្ញុំថាពេលហ្នឹងក៏គាត់នៅគួរឆ្នាំងភ្លើងនៅដុតភ្លើងនៅមុខផ្ទះដែរហើយគាត់ថាពិធីហ្នឹងសប្បាយហើយគាត់ឃើញមានអ្នកភូមិក្រុមបានដង្ហែក្បួនពីភូមិខាងជើងរហូតដល់ភូមិខាងត្បូងហើយបានគាត់ត្រឡប់មកវិញក្រោយពេលដែលធ្វើពិធីហ្នឹងហើយអ្នកភូមិក៏បានគិតថាលែងមានរឿងអីកើតឡើងទៀតហើយនៅក្នុងភូមិតែស្អែកឡើងគឺមានមីងម្នាក់ក៏បានស្លាប់ដោយអត់មានមូលហេតុហើយការស្លាប់ដែលគ្មានមូលហេតុហ្នឹងគឺវាជាបន្តរហូតពីម្នាក់ទៅម្នាក់រាល់ថ្ងៃហ្មងរហូតដល់មានថ្ងៃមួយហ្នឹងមានអ្នកភូមិម្នាក់គាត់បានមកប្រាប់ថាយប់មិញហ្នឹងគាត់ជាសពឃើញមនុស្សប្រុសម្នាក់មកប្រាប់ថាភូមិហ្នឹងគឺជាប់បដាសាយូរហើយតែឥឡូវគឺមានគេមកដាក់បដាសាហ្នឹងឡើងវិញហើយបើតាមបដាសាហ្នឹងគឺគេតម្រូវឲ្យយកព្រលឹងអ្នកភូមិហ្នឹងរាល់ឆ្នាំហើយឆ្នាំហ្នឹងគឺគេមកយកទៀតហើយគេយកធ្វើម៉េចឲ្យគ្រប់14នាក់កាលណាដែលគេយកគ្រប់ចំនួនដែលគេចង់បានហើយគឺអ្នកភូមិហ្នឹងអាចរស់នៅបានសុខវិញពេលដែលប្រាប់រឿងហ្នឹងហើយអ្នកភូមិក៏ចាប់ដើមរៀបទីងមងនៅគ្រប់ផ្ទះយហ្មងប៉ុន្តែជាអកុសលអីអ្នកភូមិក៏នៅតែស្លាប់រហូតតែគ្រប់ចំនួន14នាក់តាមអ៊ីហ្នឹងក៏ប្រាប់នៅក្នុងយល់សប្តិរបស់គាត់មែនហើយតាំងពីថ្ងៃហ្នឹងមកអ្នកភូមិក៏លែងមានអ្នកស្លាប់ហើយក៏រស់នៅបែបធម្មតាវិញហើយអ្នកភូមិតែងតែប្រារព្ធពិធីដេញព្រាយកលាភ្លើងជារៀងរាល់ឆ្នាំដើម្បីដេញឧបធប់ចង្អែចេញពីភូមិអញ្ចឹងណាហើយពិធីហ្នឹងគឺអ្នកភូមិក៏ប្រើរហូតមករាល់ឆ្នាំអត់ដែលខានឡើយរហូតដល់10ថ្ងៃហ្នឹងហើយពិធីហ្នឹងក៏នៅតែបន្តយ៉ាងខ្ជាប់ខ្ជួនហ្នឹងហើយទាំងអស់គ្នាសាច់រឿងមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយក៏អរគុណទៅដល់បងបញ្ញាដែលបានចែកម្លែករឿងនេះដែរហ្នឹងហើយសម្រាប់រឿងនេះគឺខ្ញុំមានអារម្មណ៍ថាវាប្លែកដោយសារតែវាតាក់ទងជាមួយនឹងអបិយជំនឿហើយនឹងការជឿរបស់ខ្មែរយើងសម្រាប់ខ្ញុំហ្មងគឺខ្ញុំអត់ដឹងថាពិធីមួយហ្នឹងគឺនៅតែបន្តដល់10ថ្ងៃនឹងអត់ទេដោយសារតែកាលខ្ញុំនៅខេត្តគឺខ្ញុំអត់សូវឃើញមានពិធីអីចឹងណាមិននិយាយចំទៅគឺអត់ឃើញតែម្ដងប៉ុន្តែបងបញ្ញាក៏ប្រាប់ថានៅភូមិគាត់អាសាឃើញធ្វើរាល់ឆ្នាំតាបងហើយខ្ញុំធ្លាប់ទៅឮចាចាគាត់និយាយដែរចឹងណាថាមានពិធីដេញព្រាយដេញអីហ្នឹងទៅតែឥឡូវគឺបងបានមកចែកម្លែកប្រាប់ខ្ញុំផ្ទាល់គឺថាគួរខ្លាចមែនទែនដោយសារតែមានការដេញព្រាយដេញអីជីពីដើម7ដើមអីហ្នឹងទៅហើយការនៅក្មេងខ្ញុំធ្លាប់ទៅឮចាចាថាដើម7ហ្នឹងធំទៅរោមានអីចឹងទៅហើយដល់ពេលខ្ញុំអានសាច់រឿងមួយនេះចាប់ផ្ដើមដឹងច្បាស់យល់មកថាអូរឿងហ្នឹងគឺវាចេះមានចេះអញ្ចឹងទៅតាក់ទងដើម7អីចឹងទៅហើយក៏វាមានការធ្វើពិធីដេញព្រាយដេញអីចឹងទៅល្អមែនតើសាច់រឿងគឺខ្ញុំចូលចិត្តហើយក៏វាព្រឺដែរហ្នឹងហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយក៏អរគុណអ្នកគ្នាដែលបានស្ដាប់ដល់ចប់បើអ្នកគ្នាស្ដាប់ដល់កន្លែងហ្នឹងសូមចូលខមមិនផងថាខ្ញុំស្ដាប់ដល់ចប់ហើយបើសិនជាមានរឿងអីចង់ចែកម្លែកក៏អាចចែកម្លែកមកខ្ញុំផ្ទាល់បានគឺខ្ញុំនឹងលើកយកមកនិយាយនៅក្នុងវីដេអូក្រោយ See ya ទំនួល Empire